បាទសួស្តីបងប្អូនអ្នក trader ហើយមួយទៀតក៏ដូចគ្នាដែរសម្រាប់អ្នកដែលចង់ប្រឡូកក្នុងវិស័យ Forex វិស័យ Crypto ហើយនិង Stock បាទនៅក្នុងថ្ងៃនេះខ្ញុំបានពំនាំមេរៀនមួយថ្មីមួយទៀតដែលយើងនិយាយអំពី POI ហើយនិង Order Block តើអ្វីទៅជា POI ហើយអ្វីទៅជា Order Block តើវាតាក់ទងគ្នាបែបម៉េចបាទអញ្ចឹងនៅក្នុងមេរៀននេះគឺយើងផ្ដោតសំខាន់ទៅលើការសិក្សាទៅលើគេហៅថាបែប Smart Money Concept ICT Smart Money Concept គឺវាប្រហែលគ្នាទេគឺបានន័យថា concept មួយចំនួនគឺយកមកប្រើអញ្ចឹងអ្វីដែលខ្ញុំយកមកនិយាយនេះគឺខ្ញុំនិយាយតាក់ទងជាមួយនឹងអ្នក trade បែប SMC ដែលយើងហៅ SMC Smart Money Concept បាទអូខេអញ្ចឹងនៅក្នុងខុសនេះយើងនឹងសិក្សាទៅលើចំណុច5ណាទៅលើចំណុច5ទី1យើងកំណត់ថាតើអ្វីទៅជា POI ហើយអ្វីទៅជា order block បាទអញ្ចឹងនៅក្នុងមេរៀននេះរៀង advanced បន្តិចប៉ុន្តែបងប្អូនណាដែលគាត់ចាប់ផ្ដើម Smart Money Concept គាត់អាចជាមើលទៅដើម្បីយើងអាចយល់ដែរព្យាយាមមើលទៅវាមិនជា advanced ណាប្រហែលទេយើងអាចយកទៅមើលហើយដើម្បីបង្កើនចំណេះដឹងរបស់យើងហើយសម្រាប់បងប្អូនណាដែលគាត់ធ្លាប់ trade ដោយប្រើ Smart Money Concept ហើយគាត់យល់ការងារអស់ហ្នឹងហើយគាត់អាចមើលថែមទៀតក៏ដើម្បីជាបង្កើនចំណេះដឹងសូម្បីតែខ្ញុំរាល់ថ្ងៃនេះក៏ខ្ញុំបានន័យថាខ្ញុំត្រូវការខ្ញុំរៀនទៅរហូតដែរណាខ្ញុំ back test strategy យុទ្ធសាស្ត្រថ្មីថែមទៀតពីព្រោះទីផ្សារវាមួយឆ្នាំទៅមួយឆ្នាំវាអត់ដូចអ្វីដែលយើងអាចព្យាករណ៍ពីមុនទេយុទ្ធសាស្ត្រខ្លះយើងត្រូវចង់និយាយថាយើងត្រូវ update របស់យើងបាទអញ្ចឹងមេរៀននេះគឺជាជំនួយស្មារតីហើយក៏ដូចជាការបង្កើនដើម្បីឲ្យយើង trade ទទួលបានផលចំណេញច្រើនអូខេអញ្ចឹងនៅក្នុងមេរៀននេះគឺទី1យើងនឹងសិក្សាទៅលើថាតើធ្វើម្ដេចដើម្បីយើងកំណត់ចំណុចដែលយើងគេហៅថា POI ហ្នឹងឲ្យវាបានល្អណាឲ្យបាន quality ខ្ពស់ទី2យើងថាតើយើងត្រូវម៉េចដើម្បីយើង trade យ៉ាងម៉េចកុំឲ្យចូលទៅក្នុង market trap ហ្នឹងបានន័យថាចូលទៅក្នុងពពួកbank ឬមួយក៏ financial ធំហ្នឹងវាធ្វើ manipulation យើងបានន័យថាវាមក hit SL របស់យើងបាទទី3គឺយើងនឹងសិក្សាអំពីថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យយើងដឹងថា order block មួយហ្នឹងវាមានលទ្ធភាពខ្ពស់ក្នុងការ trade ចូលទៅក្នុងតំបន់ order block របស់យើងព្រោះពេលខ្លះយើងឃើញថា order block យើងវាមានច្រើន1 2 3អញ្ចឹងទៅនៅក្នុងសញ្ញារបស់យើងបាទអញ្ចឹងតើយើងជ្រើសរើស order block មួយណាដែលជា order block ដែលយើងគិតថាវាhigh probability របស់យើងមកក្នុងការ trade ហើយទី4គឺយើងនឹងបង្ហាញឲ្យឃើញរាល់ប្រភេទនៃ order POI តំបន់ដែលគេថា point of interest POI មកពាក្យថា point of interest បានន័យថាចំណុចដែលយើងគិតថាវាមាន probability high probability បានន័យថាភាពប្រហែលនឹងវាខ្ពស់បាទណា probability នឹងវាខ្ពស់នៅក្នុងការ trade បាទហើយចុងក្រោយគឺ5គឺរបៀបដែលយើងចូលក្នុងផ្សារនៅក្នុងតំបន់ POI អូខេអញ្ចឹងដើម្បីយើងសិក្សាទៅលើមេរៀនទាំងអស់ហ្នឹងខ្ញុំសូមឲ្យបងប្អូនជួយចុច like ហើយនិងចុច subscribe ដើម្បីទទួលបានរាល់មេរៀនថ្មីដែលខ្ញុំ upload ទៅតាក់ទងជាមួយនឹងវិស័យ Forex ក៏ដូចជាវិស័យ Stock Currency Crypto បាទដែលហើយក៏ដូចគ្នាដែរដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការធ្វើវីដេអូថ្មីបន្តទៀតបាទអញ្ចឹងយើងដឹងដោយសារថាការ trade យើងត្រូវតែកំណត់ធ្វើម៉េចរកចំណុចណាដែលសំខាន់ហើយយើងអឺចូលផ្សារទៅកុំឲ្យវាមានការខាតបង់ហើយចូលទៅឲ្យវាទទួលបានផលហើយយើងត្រូវចេះគ្រប់គ្រង risk management របស់យើងបាទហ្នឹងគឺចំណុចសំខាន់អូខេអញ្ចឹងយើងចូលដល់គេហៅថាប្រភេទនៃPOI POI បានន័យថា point of interest បាទអញ្ចឹងប្រភេទទី1យើងមើល market structure អានេះវារៀង advanced បន្តិច
market structure ទី1គឺយើងមើលឃើញថា market វាចាប់ផ្ដើមឡើងមកដល់ high ធ្លាក់មកធ្លាក់ low ហើយវា retrace ឡើងទៅវិញមកធ្លាក់មកក្រោមហើយវាបកឡើងទៅធ្លាក់ចុះក្រោមហើយទៅ break អានេះគេឲ្យឈ្មោះ high អានេះឲ្យឈ្មោះថា low អានេះ high បាទគឺវា break កាលណាវា break នៅកន្លែងនេះវាចោល FG មួយវាចោល IVG បាទវាចោល IVG ហើយខាងក្រោមកណ្ដោនេះគឺវា sweep យក low នេះវា sweep low នេះបានវាបកឡើងទៅលើហើយវា retrace back មកវាធ្វើការ pull back មកវាបកឡើងទៅ break high នេះតែម្ដងអញ្ចឹងនៅក្នុងនេះវារៀងស្មុគស្មាញបន្តិចសម្រាប់អ្នកថ្មីសម្រាប់អ្នកដែលមិនធ្លាប់ស្គាល់អំពី FOMC វារៀងថាអូស្អីទៅដែល break អញ្ចឹងខ្ញុំមានមេរៀនមុនមកអាចចូលទៅឆែកមើលខ្ញុំមាននិយាយអំពីការ break structure ហ្នឹងបាទអញ្ចឹងពេលនេះនៅក្នុងថាយទី1គឺសញ្ញាវាមកបែបហ្នឹងហើយវាចុះមក break កន្លែង low ហើយវាបកឡើងទៅ break អញ្ចឹងអ្វីដែលយើងកំណត់ថាម៉េចនៅពេលដែលវា trace pull back មកខាងក្រោមនេះវាបង្កើតបានទៅជាdemand មួយគេហៅថា order block មួយឬមួយក៏ demand zone យើងអាចហៅអញ្ចឹងក៏បានហើយកន្លែងនេះគឺ order block ដូចគ្នាវាបង្កើតបាន order block មួយអញ្ចឹងអាកន្លែងនេះជាទូទៅគឺវាជា inducement អញ្ចឹងអ្នក trade យើងមួយចំនួនបងប្អូនមួយចំនួនចូលខុសកន្លែងហ្នឹងដោយគិតថាកន្លែងនេះជាតំបន់ order block យើងអាចបាយឡើងទៅលើតែអត់គ្រាន់តែយើងចូលបាយផ្សារហ្នឹងវាមកបុក SL យើងកន្លែងនេះដែលវាជា liquidity pool អញ្ចឹងវាមកតំបន់ POI ខាងក្រោមនេះវាមករក order block ខាងក្រោមអញ្ចឹង order block 2 order block 1ជា inducement order block 1គឺជា point of interest ដែលយើងត្រូវ trade តែម្ដងកន្លែងនេះបានយើងចាប់ផ្ដើមវាថាវាជា point of interest ហេតុផលគឺវា sweep liquidity នៅកន្លែងនេះហើយវាមាន fair value gap ING នេះបានន័យថា inefficiency មានន័យថា inefficiency ឬមួយ imbalance ឬមួយក៏យើងឲ្យហៅម្យ៉ាងថា IVG បានន័យថា fair value gap អញ្ចឹងអ្វីដែលយើងត្រូវ trade គឺយើង trade នៅកន្លែងនេះយើងចូលទៅបើសិនណាយើងមើលនៅក្នុង high time frame យើងត្រូវចេះ alignment time frame បំបែករក low time frame ដើម្បីយើងចូលផ្សារបាទអានេះគឺជាប្រភេទទី1ហើយ target របស់យើងគឺមក swing high ឬមួយក៏យើងអាចប្រើ Fibonacci ដើម្បីយើងរកថាតើកម្លាំងផ្សារហ្នឹងវាអាចបុកឡើងទៅដល់កម្រិតណាទៀតយើងអាចប្រើ Fibo បានកន្លែងនេះណាយើងអាចប្រើ Fibonacci ដើម្បីរកចំណុចដែលយើងអាចទៅផ្សារចុងក្រោយបានឬមួយក៏យើងមិនអាចលបលុនយើងមិនបាច់លបលុនទេយើងគ្រាន់តែយើងយកត្រឹមពាក់កណ្ដាលនេះមួយណាយកដំបូងគឺយើងយកត្រឹមពាក់កណ្ដាលនេះមួយតមកយើងយក swing high នេះមកបាទអូខេអញ្ចឹងខ្ញុំគិតថាបងប្អូនទាំងអស់គ្នានឹងយល់នៅកន្លែងនេះនៅយល់នៅចំណុចនេះកន្លែងនេះសំខាន់ណាស់ដែលបងប្អូនត្រូវយល់កន្លែងនេះសំខាន់ណាស់អញ្ចឹងប្រភេទ POI ទាំងអស់គឺមាន4អញ្ចឹងខ្ញុំរំលំអិតទាំងអស់នៅក្នុងនេះអញ្ចឹងនេះជាប្រភេទទី1ទី2គឺពេលដែលផ្សារឡើងមកវាបង្កើត high បង្កើត low ហើយប្រភេទទី1គឺ low របស់យើង low sweep ប្រភេទទី2អត់ទេឡើងទៅខាងលើហើយ pull back មកវា break high ហើយបន្ទាប់មកវា break ទៅខាងក្រោមវិញវា break មក sweep យកខាងក្រោមអញ្ចឹងកន្លែងខាងក្រោមនេះគឺយើងឲ្យឈ្មោះថាវាជា POI តំបន់ POI កន្លែងនេះរៀងស្មុគស្មាញបន្តិចវាជា internal structure ពីព្រោះវាស្ថិតនៅក្នុងpull back មួយនេះ impulse មួយនេះអញ្ចឹងនៅក្នុងនេះវាជា internal structure បាទវាជា internal structure អញ្ចឹងនៅក្នុងហ្នឹងវារៀងពិបាកបន្តិចណាវាខុសពីប្រភេទទី1រៀងស្រួលយល់តែប្រភេទទី2នេះវាមាន internal structure អញ្ចឹងនៅពេលហ្នឹងកន្លែងដែលយើងអាចកាត់បានទី1គឺយើងមកដល់កន្លែងតំបន់ Davis Sweep នេះយើងចាត់ទុកកន្លែងនេះជា order block នេះថា POI point of interest របស់យើងអញ្ចឹងយើងអាចបំបែកទៅរកតំបន់ low time frame ដើម្បីយើងរក confirm ចូលផ្សារហើយយើងដូចនិយាយគ្នាអញ្ចឹងគឺដូចទី1អញ្ចឹងយើងមក target របស់យើងគឺ swing high បាទ swing high
ប៉ុន្តែលក្ខខណ្ឌមួយនេះគឺយើងមិនមែនថា POI វាអាចមាន2ណា order block ខាងក្រោមក៏វាអាចមកដែរជួនកាលផ្សារវាធ្វើមួយរៀបដល់ក្រោមនេះអញ្ចឹងត្រូវប្រយ័ត្នអ្វីដែលយើងចូលផ្សារត្រូវយើងរក confirm ឲ្យច្បាស់លាស់បាទត្រូវរក confirm ឲ្យច្បាស់លាស់ហើយយើងតាំងវាទៅនឹងឬមួយក៏ឧបមាថាយើងចូលផ្សារអូខេដាក់កន្លែងហ្នឹងផាច់ VCSL កុំទាន់ថយពីព្រោះវានៅក្នុង break structure ហើយបើកាលណាវា break ហើយគឺវាឡើងហើយនេះយើងមកកន្លែងរបស់យើងមួយទៀតយើងត្រូវតែមកដាក់បំបែករក extreme បានន័យថា extreme POI នេះយើងទិញឡើងទៅលើទៀតវាអត់ទាន់អាចជា bearish ទេពីព្រោះវា break structure នៅខាងលើនេះបាទ break structure នៅខាងលើនេះអានេះគឺជាប្រភេទទី2អញ្ចឹងប្រភេទទី1ប្រភេទទី2ប្រភេទទី2មាន2ប្រភេទទៀត order block វាមាន2អញ្ចឹង probability របស់វាគឺមាន POI ដល់ទៅ2 POI ទី1ហើយនឹង extreme POI បាទអញ្ចឹងកន្លែងហ្នឹងត្រូវប្រយ័ត្នបាទអូខេចុះយើងទៅទៅទៀតយើងទៅប្រភេទទី3គឺដូចគ្នាផ្សារវាអត់ខុសគ្នាទេវាស្តៀងនឹងប្រភេទទី2ផ្សារឡើងទៅគឺ break high វាបង្កើត order block មួយបង្កើតជា order block ហើយកន្លែងនេះដូចប្រភេទទី2ដែរគឺ extreme order block ហើយវា sweep liquidity នេះកន្លែង order block មួយនេះអញ្ចឹងអ្វីដែលយើងឃើញវាកន្លែងហ្នឹងគឺយើងមើលនៅក្នុង low time frame រក confirm entry ឡើងទៅលើអញ្ចឹងការ trade របស់យើងគឺយើងប្រើ SL ដូចនឹងការ trade ទី1ទី2ដែរបាទអូខេអញ្ចឹងការប៉ັດទៅវាមិនអីជាស្មុគស្មាញទេអ្វីដែលយើងមើលនៅកន្លែងនេះណាមើលនៅក្នុងសញ្ញាអត់ស្មុគស្មាញអ្វីដែលពិបាកគឺពេលដែលយើងចូលទៅក្នុងក្រាបពេលយើងចូលទៅក្នុងក្រាបយើងមានការស្មុគស្មាញទៅលើការមើលផ្សារអញ្ចឹងចាំពេលបន្តិចទៀតខ្ញុំនឹងប្រាប់បងប្អូនអំពីថាតើយើងមើលល្មិចនៅក្នុងក្រាចបាទអូខេទី3អូខេទី4ដូចគ្នាណាទី4ផ្សារឡើងមកគឺដូចប្រភេទទី3ដែរប៉ុន្តែវាមានបង្កើត inducement មួយស្វាវាចុះមកវា sweep inducement ឲ្យបកឡើងទៅលើបើយើងគិតថាវានឹងឡើងទៅលើតែអត់ទេវាចុះមករក extreme order block ហើយវា sweep extreme order block ទៀតវាមក sweep liquidity មួយទៀតឃើញទេហើយផ្សារហ្នឹងគឺអត់ break ទេវាអត់ break ទេវា sweep កាលណាតែវា sweep គឺយើងរកឱកាស buy ឡើងទៅលើគឺដូចគ្នាអញ្ចឹងប្រភេទទី4នេះបានន័យថាក្នុងផ្សារគឺវាមានចរិតលក្ខណៈផ្សេងគ្នាអញ្ចឹងអ្វីដែលយើងត្រូវដឹងគឺយើងនឹងថាវា sweep liquidity ហើយនៅបាទបើវា sweep ហើយនៅកន្លែងហ្នឹងយើងចូលទៅ low time frame រក confirm ដើម្បីយើងចូល buy ដើម្បីយើងចូលទិញទៅតាម trend វាបាទយើងទិញទៅតាម trend អូខេអញ្ចឹងប្រភេទនៃ POI គឺមានទាំងអស់មាន4ប្រភេទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចយកមេរៀននេះមើលសារដើមឬមួយក៏បងប្អូនអាចកត់ចំណាំវាអាចសរសេរឬ note ទុកពួកខ្ញុំការដែលខ្ញុំរៀនគឺខ្ញុំរៀនអា structure ហ្នឹងដែរខ្ញុំសរសេរខ្ញុំកត់ខ្ញុំធ្វើដើម្បីឲ្យខ្ញុំចាំបានច្រើនព្រោះយើងនៅក្នុងទីផ្សារវាស្មុគស្មាញណាពេលដែលយើងបើកផ្សារមកវាមានយើងបើក time frame យើងអត់ចេះ alignment time frame ហ្នឹងទៀតក៏រឿងហ្នឹងទៀតព្រោះយើងមើលអត់យល់អូខេអញ្ចឹងឥឡូវយើងមានសញ្ញាមួយpound បាទដុល្លារសញ្ញា15នាទីគឺបែបនេះអញ្ចឹងអ្វីដែលយើងមើលឃើញគឺយើងឃើញមាន break structure កន្លែងខាងក្រោមនេះ break structure ហើយវាបង្កើតបានជា chop មួយណា chop បាទ chain cluster ឬមួយក៏ market capsis ហើយយើងឃើញមាន order block ទី1 order block ទី2បាទយើងមានឃើញ2 order block ហើយបើយើងមកមើលខាងក្រោមទៀតយើងឃើញមានវា sweep liquidity វា sweep liquidity ហើយវាបង្កើត order block បាទបង្កើត order block នៅត្រង់កន្លែងនេះមនុស្សអ្នក trade មួយចំនួនចង់ឲ្យថាគាត់គិតថា order block ខាងលើនេះគឺវាបកឡើងទៅលើទី2នេះគឺបកឡើងទៅលើ
ប៉ុន្តែអ្វីដែលយើង suggest គឺខាងក្រោមនេះគឺជាតំបន់ POI យើងត្រូវទិញកន្លែងហ្នឹងដើម្បីបកឡើងទៅលើបាទពីព្រោះផ្សារវាឆេងវាដាក់ស្ទើហើយអូខេអញ្ចឹងយើងគិតថាវាជាតំបន់ POI នៅពេលណាផ្សារហ្នឹងវា sweep liquidity នេះនៅពេលដែលផ្សារ sweep liquidity នេះកន្លែងខាងក្រោម order block ហ្នឹងគឺជាតំបន់ POI បាទជា POI អូខេអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបើន័យថាយើងអ្នក trade មួយចំនួនគាត់ច្រឡំថាហ្នឹងជា order block ដើម្បីទិញទៅលើតាមពិតវាមិនមែនទេវាជា inducement អាខាងក្រោមនេះក៏ដូចគ្នាពេលដែលធ្លាក់មកហើយយើងគិតថាអាចទិញទៅលើបានតែមិនមែនទេវាជា inducement ព្រោះវាមាន liquidity នៅខាងក្រោមអ្វីដែលយើង suggest គឺ suggest ខាងក្រោមនេះដែលយើងត្រូវទិញបកឡើងទៅលើបាទបន្ទាប់ពីឆេង register អូខេអញ្ចឹងសញ្ញាវាពេលដែលសញ្ញាវាមកគឺវាគេចបក retrace ទៅលើវាបក pull back ទៅលើហើយវាចុះមកក្រោមវិញហើយយើងមើលបន្តទៀតតើសញ្ញាហ្នឹងវាទៅដល់ណាបន្ទាប់មកវារមកតំបន់ POI ហើយបានវាបកឡើងទៅលើអញ្ចឹងយើងត្រូវតាំងកន្លែងទិញនៅកន្លែងហ្នឹងយើងដាក់មកទិញ SL នៅកន្លែងហ្នឹងយើង target នៅ swing high ដូចយើងនិយាយគ្នានៅក្នុងមេរៀនមុនអញ្ចឹងផ្សារវាដើរបែបម៉េចផ្សារវាមកចូលមកក្នុងតំបន់ដែលយើងlimit ហ្នឹងហើយបកឡើងទៅ break structure បាទ break structure បន្ទាប់ពី break structure ហើយផ្សារវាបង្កើត order block មួយទៀតវាបង្កើត order block អញ្ចឹងយើងមើលទៅតទៀតតើផ្សារវាដើរយ៉ាងម៉េចបន្ទាប់មកវាអត់ break ទេវាបែរជា sweep liquidity វា sweep liquidity អញ្ចឹងកន្លែងនេះវា trap ចូល order block ហើយវា sweep liquidity ដោយសារខាងក្រោមយើងមើលឃើញថាវា sweep liquidity នៅខាងក្រោមហើយវា big move ទៅខាងលើអញ្ចឹងយើងគិតថាខាងក្រោមនេះវាជាតំបន់ POI របស់យើងដែលយើងត្រូវការរងចាំការទិញឡើងទៅលើទៀតពីព្រោះវា break structure នេះណាបាទអញ្ចឹងនេះគឺ order block របស់យើងគឺតំបន់ POI ណា POI របស់យើងបាទ POI របស់យើងវាជា order block ហ្នឹង order block ចុងក្រោយនេះគឺជាតំបន់ POI របស់យើងអញ្ចឹងយើងចាំមើលផ្សារវាដើរបែបម៉េចអញ្ចឹងផ្សារវាដើរមកចូលក្នុងតំបន់ order block នេះហើយឡើងទៅលើវា pull back ឡើងទៅលើវិញអញ្ចឹងវា trap យើងថាប្រកាសជាផ្សារហ្នឹងឡើងទៅលើហើយធ្វើឲ្យយើងច្រឡំក្នុងផ្សារធ្វើឲ្យយើងច្រឡំអញ្ចឹងតែប៉ុណ្ណាយើងបាយគឺយើងចូលក្នុងពាក់របស់market trap បាទ market trap វាធ្វើ inducement របស់យើងវាទាញយើងឲ្យ trade បាទអញ្ចឹងបន្ទាប់មកវាយើងឃើញថាកន្លែងនេះឃើញទេវា sweep liquidity ឃើញ sweep liquidity អញ្ចឹងយើងគិតថាកន្លែងនេះជាតំបន់ POI fresh POI ហ្មងកន្លែងនេះគឺ liquidity របស់យើងហ្មងអញ្ចឹងគឺជា point interest មួយទៀតអញ្ចឹងអ្វីដែលយើងត្រូវមើលនៅកន្លែងនេះ POI នេះខាងក្រោមមួយនិងខាងលើមួយណាយើងឃើញមានអញ្ចឹងយើងគិតថាចាំមើលផ្សារនេះវា break structure ខាងលើអត់ផ្សារអត់បាន break structure ខាងលើទេផ្សារបែរជាទៅ sweep liquidityនេះកន្លែងលើនេះ sweep liquidity នៅកន្លែងលើហ្នឹងវាមក sweep liquidity ផ្សារមក sweep liquidity កន្លែងលើហ្នឹងអញ្ចឹងបើសិនបើយើងអ្នក trade ឬមួយក៏ trader មួយចំនួនបើសិនតែយើងច្បាស់ក្នុងផ្សារយើងអាច sell តម្លាក់ពីកន្លែងហ្នឹងមករកTP កន្លែង POI នេះកន្លែង fresh POI នេះបានអញ្ចឹងយើងមើលសារវាដើរយ៉ាងម៉េចយើងបើសិនតែយើងចង់ sell យើង sell បានតែ TP នៅfresh POI ក៏ប៉ុន្តែកន្លែងនេះគឺបានន័យថាបើយើងមិនច្បាស់ក្នុងផ្សារទេយើងមិនប្រកាសក្នុងផ្សារទេយើងអត់ច្បាស់ធ្លាប់ដឹង technique នៃផ្សារទេយើងកុំ sell ឲ្យសោះគ្រោះថ្នាក់ហានិភ័យខ្លាំងណាស់ពីព្រោះអីផ្សារវាមិនអាចមកកន្លែងក្រោមនឹងក៏ថាបានវាអាចឡើងទៅលើប៉ុន្តែឃើញទេយើងអាច sell ជោគជ័យវាអាចបើសិនជាយើងដឹងអំពីផ្សារគឺផ្សារវារត់បែបហ្នឹងវារមក fresh POI ហើយវាបកឡើងទៅលើបាទវាបកឡើងទៅលើអញ្ចឹងនៅក្នុងកន្លែងនេះយើងឃើញវា sweep liquidity ទៀតអញ្ចឹងយើងអាចចាត់ទុកកន្លែងនេះជា POI មួយទៀតយើងអាចពីព្រោះវា break structure នេះហើយឃើញទេយើងអាចរកទិញបន្តទៅទៀតអញ្ចឹងបាទឃើញទេ
អូខេអញ្ចឹងមេរៀនមួយនេះខ្ញុំបានបញ្ចប់ទៅហើយអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe ឬមួយចុចរូបកណ្ដឹងដើម្បីជាការលើកទឹកចិត្តមកខ្ញុំហើយដូចគ្នាដើម្បីទទួលបានមេរៀនផ្សេងៗទៀតដែលខ្ញុំអាប់ឡូតថ្មីៗជាចុងក្រោយក៏ដូចគ្នាដែរខ្ញុំមាន broker មួយដែលចង់ recommend បងប្អូនខ្ញុំ trade ជាមួយ broker ហ្នឹងគឺខាងបរទេសនៅបរទេសគឺឈ្មោះថា BCR ហើយបងប្អូនអាច trade បានពីព្រោះអីទីមួយគឺ spread វាតូចចំពោះមាសហើយមួយទៀតជើង candle stick វាតាក់ទងជាមួយនឹងbroker មួយចំនួនខ្ញុំបានtrade ហើយសិក្សាមើលទៅគឺវាល្អណាវាល្អជាងព្រោះពេលម៉ោងព័ត៌មានវាអត់លួចជើង candle របស់យើងទេវាធ្វើស៊ីយើង spread អីគឺវានៅថេរធម្មតាក៏ប៉ុណ្ណាគឺប៉ុណ្ណឹងបើថាវាកម្រិតត្រឹម30 20វានៅតែក៏ប៉ុណ្ណឹងវាអត់ហែកទេអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យយើងការស្រួលក្នុងការ trade បាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយហើយបើសិនមានចម្ងល់ឬមួយក៏ចង់សួរសំណួរអីអាច join ទៅក្នុង channel Telegram ដែលខ្ញុំ ping នៅក្នុង channel YouTube របស់ខ្ញុំហើយក៏ដូចគ្នាដែរអាច join ទៅក្នុង Discord របស់ខ្ញុំគឺ free អាចសួរសំណួរនៅក្នុង channel របស់ខ្ញុំ Telegram ហើយក៏ Discord ដែលជាទូទៅនៅក្នុងDiscord ហើយនិង Telegram របស់ខ្ញុំតែងតែវិភាគផ្សារជាទូទៅមាសហើយក៏ដូចគ្នាដែរខ្ញុំតែងតែបោះនៅសញ្ញាក្នុងមួយថ្ងៃអាច1ឬ2ទៅតាមទីផ្សារជាក់ស្ដែងបាទអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលាបាទ